សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទសីមាឬក៏ហៅបានថាប្រុសស្មោះក៏បានដែរថ្ងៃនេះដែរមាននឹងបន្តសាច់រឿងរបស់យើងបន្តទៀតមុនបន្តសាច់រឿងអេមីនពិតជាអរគុណដល់កាន់គ្នាយើងមែនតើដែលបាន support កាហ្វេមកកាន់អេមីនមានតែពីចិនពរទៅកាន់អ្នកគ្នាតែប៉ុណ្ណោះឲ្យសំណាងល្អនៅក្នុងឆាជីវិតការធ្វើដំណើរទៅណាមកណាប្រកបដោយសុវត្ថិភាពជានិច្ចហើយបើសិនជាគ្នាយើងណាដែលមានបំណងថាចង់ support កាហ្វេមកកាន់អេមីនអីនោះអេមីននឹងដាក់ QR នៅទីនេះដើម្បីផ្ដល់ជាកម្លាំងចិត្តមកដល់អេមីនម្យ៉ាងទៀតសម្រាប់គ្នាយើងដែលមិនតបានចុច subscribe នៅលើ channel របស់មាននោះទេគឺសូមចុចឲ្យហើយទៅដើម្បីទទួលបានវីដេអូថ្មីៗនៅពេលមានបានអាប់ឡូតឥឡូវនេះយើងកុំឲ្យចាំពេលវេលាយូរយើងមកតាមដានសាច់រឿងរបស់យើងគឺតែម្ដងទៅសាច់រឿងក៏កាប់បង្ហាញនៅពេលដែលអូប៊ូឈីគឺទើបតែភ្ញាក់ពីដំណេកដោយសារតែម៉ាស៊ីរ៉ូនៅពេលនោះបានដាំទៅកាន់គាត់នឹងឯងហើយក៏ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់បន្ទាប់ពីឃើញម៉ាស៊ីរ៉ូកំពុងតែស្ថិតនៅក្នុងបន្ទប់របស់គាត់ជាពិសេសថែមទាំងធ្វើអាហារពេលព្រឹកឲ្យមកកាន់គាត់ទៀតភ្លាមស្រាប់តែម៉ាស៊ីរ៉ូបានគន្ទ្រប់ទៅកាន់អូប៊ូឈីហើយបានថើបទៅកាន់គាត់ទោះបីជាអូប៊ូឈីបានហាន់ខត់យ៉ាងណាក៏ដោយម៉ាស៊ីរ៉ូនៅពេលនេះគឺមិនស្ដាប់នៅឡើយដោយនាងនៅតែបន្តថើបទៅកាន់អូប៊ូឈីនឹងឯងហើយតាមពិតទៅអ្វីដែលគាត់បានឃើញនៅពេលនេះគ្រាន់តែជាការយល់សប្តិរបស់អូប៊ូឈីតែប៉ុណ្ណោះហើយអ្វីដែលគាត់បានថើបគឺជាការ៉េមដែលអ៊ីរ៉ូហាបានដាក់ចូលមាត់របស់គាត់នឹងឯងអញ្ចឹងហើយបានជាគាត់គឺពិតជាខឹងទៅកាន់អ៊ីរ៉ូហាមែនតើហេតុអីបានជាមកដាស់គាត់ទាំងព្រឹកបែបហ្នឹងហើយដាស់ធម្មតាទៅថៃហើយចាំបាច់ធ្វើបានមកកាន់គាត់រហូតដល់ដាក់ការ៉េមចូលមាត់អ៊ីរ៉ូហាក៏មិនខ្វល់នោះដែរដែលនាងក៏ចាប់ផ្ដើមលេងសើចជាមួយនឹងអូប៊ូឈីបន្តទៀតហើយដោយលក្ខណៈថាបង្ហាញអំពីភ្នំរបស់នាងឲ្យតែកាន់អូប៊ូឈីបានឃើញនឹងឯងដល់អញ្ចឹងទៅអូប៊ូឈីបានស្ដីឲ្យទៅកាន់អ៊ីរ៉ូហាថាលេងអីក៏តំណាប់បែបហ្នឹងហើយអ្វីដែលគាត់ចង់ចោទសួរនៅពេលនេះហេតុអីបានជាដាស់គាត់លឿនម្ល៉េះដោយសារតែម៉ោងគឺមិនទាន់ដល់ម៉ោងដែលគាត់ត្រូវភ្ញាក់នោះទេអ៊ីរ៉ូហាបានច្អល់ប្រាប់ទៅកាន់អូប៊ូឈីឲ្យមើលទៅលើការទៅដោយឃើញថានៅពេលនេះគឺម៉ោង8បាត់ទៅហើយគ្រាន់តែឃើញបែបនេះភ្លាមធ្វើឲ្យអូប៊ូឈីគឺគាំងយកហ្មងដោយសារតែគាត់បានដាក់ម៉ោងរត់ទៅម៉ោង7ទេហេតុអីបានជារហូតដល់ម៉ោង8អញ្ចឹងដល់អញ្ចឹងទៅអូប៊ូឈីក៏គាត់មិនចាំយូរដែរក៏ចាប់ផ្ដើមរៀបចំខ្លួនដើម្បីទៅសាលារៀននឹងឯងហើយអំឡុងពេលដែលគាត់កំពុងតែដុសធ្មេញហ្នឹងក៏កំពុងតែគិតអំពីម៉ាស៊ីរ៉ូថាហេតុអីបានជាម៉ាស៊ីរ៉ូបានសារភាពស្នេហ៍មកកាន់គាត់បែបនេះទាំងតែជាក់ស្ដែងរាល់ទង្វើរបស់នាងដែលធ្វើដាក់មកកាន់គាត់គឺបង្ហាញថានាងមិនចូលចិត្តមកកាន់គាត់នោះទេហេតុអីបានជានៅពេលនេះបែរជាមកសារភាពស្នេហ៍មកកាន់គាត់ដូច្នេះនៅពេលនេះក៏គឺត្រូវតែដោះស្រាយជាមួយនឹងម៉ាស៊ីរ៉ូឲ្យបានឆាំបន្តមកទៀតអ៊ីរ៉ាហាហើយនឹងអូប៊ូឈីកំពុងតែធ្វើដំណើរដើម្បីទៅសាលារៀនជាមួយគ្នាអ៊ីរ៉ាហាគណៈពេលហ្នឹងក៏ចាប់ផ្ដើមនិយាយដុតទៅកាន់អូប៊ូឈីហើយតាក់ទងអំពីការយឺតយ៉ាវរបស់គាត់ថាអូប៊ូឈីគឺជាសិស្សដែលគំរូបំផុតដែលមកលឿនជាងគេនៅក្នុងថ្នាក់ក៏ប៉ុន្តែបែរជានៅពេលនេះយឺតយ៉ាវទៅវិញគណៈពេលហ្នឹងអ៊ីរ៉ាហាបានប្រាប់ទៅកាន់អូប៊ូឈីថានាងក៏ចង់ដើរទៅរៀនជាមួយនឹងអូប៊ូឈីជារៀងរាល់ថ្ងៃតែម្ដងក៏ប៉ុន្តែអូប៊ូឈីបានបដិសេធថាគាត់មិនអាចធ្វើអញ្ចឹងបាននោះទេដោយសារតែគាត់បានជាប់កិច្ចសន្យាជាមួយនឹងលោកពូរបស់គាត់ទៅហើយបើសិនជាពូរបស់គាត់បានឃើញគាត់កំពុងដើរជាមួយនឹងមនុស្សស្រីផ្សេងនោះច្បាស់ខ្លាំងណាស់អាចមានបញ្ហាជាមិនខានដល់ពេលចឹងទៅស្រាប់តែអ៊ីរ៉ាហាបានទាញដៃរបស់អូប៊ូឈីហើយបានខ្សឹបប្រាប់ទៅកាន់អូប៊ូឈីថាបើសិនជាអូប៊ូឈីអត់មានបទពិសោធន៍នៅពេលដែលនៅជាមួយនឹងម៉ាស៊ីរ៉ូនោះទេអូប៊ូឈីគឺអនុវត្តមកលើនាងបានហើយប្រកបខ្លាំងណាស់អូប៊ូឈីក៏គឺជាសុភាពបុរសអញ្ចឹងហើយក៏មិនបានយកព្រមជាមួយនឹងសំណើរបស់អ៊ីរ៉ាហានៅឡើយរួចមកអូប៊ូឈីបានធ្វើដំណើរដើម្បីទៅសាលារៀនមុនបាត់ទៅចំណែកអ៊ីរ៉ាហាបើទោះបីជានាងបានលេងសើចនៅចំពោះមុខរបស់អូប៊ូឈីមែនក៏ប៉ុន្តែជាស្ដែងអារម្មណ៍របស់នាងគឺពិតជាមានចំពោះអូប៊ូឈីខ្លាំងណាស់បន្តមកនៅពេលដែលអូប៊ូឈីបានមកដល់ថ្នាក់រៀនរបស់គាត់ហើយនោះក៏បានចូលរាក់ទាក់ទៅកាន់ម៉ាស៊ីរ៉ូប៉ុន្តែនៅពេលឃើញទឹកមុខរបស់ម៉ាស៊ីរ៉ូគឺលែងនិយាយតែម្ដងជាពិសេសម៉ាស៊ីរ៉ូថែមទាំងប្រាប់ទៅកាន់អូប៊ូឈីផងដែរថាកុំឲ្យមកលេងសើចជាមួយនាងឬក៏ជជែករកនាងអីចឹងទៅអូប៊ូឈីក៏គាត់មិនចោះចាញ់ដែរដែលក៏បានឆាតសួរទៅកាន់ម៉ាស៊ីរ៉ូថាហេតុអីបានជាមិនអើពើជាមួយគាត់បែបនេះម៉ាស៊ីរ៉ូបានតបថាដោយសារតែនាងកំពុងតែអៀនខ្មាស់ខ្លាំងពេកនឹងឯងចឹងហើយនាងអត់ហ៊ាននិយាយនោះទេអ្វីដែលកាន់តែគាំងសម្រាប់អូប៊ូឈីទៀតនោះគឺថានៅក្នុងឆាតម៉ាស៊ីរ៉ូគឺពិតជានិយាយសិតស្រាជាមួយនឹងគាត់ខ្លាំងណាស់តែជាស្ដែងទាំងវើរបស់ម៉ាស៊ីរ៉ូនៅខាងក្រៅគឺមិនអើពើជាមួយនឹងគាត់នោះឡើយអញ្ចឹងហើយអេមីនចង់សួរទៅកាន់គ្នាយើងណាតែមានអត្តចរិតដូចជាម៉ាស៊ីរ៉ូដែរឬទេបន្តមកអ្នកគ្រូបានមកដល់ថ្នាក់ហើយក៏បានប្រកាសប្រាប់ទៅកាន់សិស្សផងដែរថាពិព័រណ៍រៀនល្ខោនវិទ្យាល័យជាតិនឹងគឺត្រូវបានរៀបចំឡើងនៅខែកក្កដានេះហើយក្នុងនាមគាត់គឺជាគ្រូបន្ទប់ថ្នាក់គាត់សុខចិត្តធ្វើជាទីប្រឹក្សាឲ្យទៅកាន់សិស្សដូច្នេះនៅពេលនេះពួកឯងគឺត្រូវតែខិតខំប្រឹងប្រែងដើម្បីយកឈ្នះទៅកាន់ថ្នាក់ដទៃហើយអ្វីដែលពួកឯងត្រូវធ្វើនៅពេលនេះគឺត្រូវតែបង្កើតភាពស្និទ្ធស្នាលជាមួយគ្នាពីព្រោះថាភាពស្និទ្ធស្នាលនឹងហើយនៅពេលដែលយើងបានសម្ដែងល្ខោនអីហ្នឹងគឺធ្វើឲ្យយើងគឺកាន់តែល្អមើលសន្ទុះក្រោយមកអូសាម៉ាបានកេះសួរទៅកាន់អូប៊ូឈីតាក់ទងអំពីការមកយឺតយ៉ាវរបស់អូប៊ូឈីនឹងឯងកាលពីព្រឹកមិញហើយក៏ពិតជាប្រូរ៉ាំទៅកាន់អូប៊ូឈីមែនតែនដោយខ្លាចថាអូប៊ូឈីកំពុងតែឈឺអីចឹងទៅអូប៊ូឈីបានតបថាក៏អត់ឈឺអីនោះទេគ្រាន់តែការពីព្រឹកមិញហ្នឹងគាត់មានបញ្ហាតិចតួចតែប៉ុណ្ណោះបន្ទាប់ពីលើបាំហ្នឹងហើយអូសាម៉ាក៏បានធ្វើការប្រកល់តាក់ទងអំពីឯកសារដែលគាត់បានកែសម្រួលនៅក្នុងហ្គេមផងដែរឲ្យទៅកាន់អូប៊ូឈីបានឃើញនៅពេលហ្នឹងអូប៊ូឈីបានក្លែងមើលទៅកាន់ម៉ាស៊ីរ៉ូធ្វើឲ្យគាត់ឡើងភ្ញាក់ព្រឺដោយសារតែទឹកមុខរបស់នាងនៅពេលនេះពិតជាកាយសាហាវខ្លាំងណាស់តាមពិតទៅនៅក្នុងចិត្តរបស់ម៉ាស៊ីរ៉ូកំពុងតែប្រច័ណ្ឌហើយសូម្បីតែប្រុសគ្នាឯងក៏ប្រច័ណ្ឌដែរចាយហ្នឹងដែលនាងបានគិតទៅកាន់អូប៊ូឈីនិងអូសាម៉ាថាជាគូស្នេហ៍ជាមួយគ្នាអញ្ចឹងណាយ៉ាប់មកមនុស្សស្រីការបង្ហាញមកកន្លែងថ្នាក់រៀនរបស់អ៊ីរ៉ាហានៅវិញអ៊ីរ៉ាហាកំពុងតែគិតតាក់ទងអំពីសាររបស់ម៉ាស៊ីរ៉ូដែលបានសារភាពស្នេហ៍ទៅកាន់អូប៊ូឈីដូច្នោះហើយវាធ្វើឲ្យអារម្មណ៍របស់នាងនៅពេលនេះដូចជាមិនស្ងប់តតែស
គ្លៀមដែរមករំថារបស់អ៊ីរ៉ាបានសាយប្រាទៅកាន់អ៊ីរ៉ាថានៅពេលនេះគឺមាននរណាម្នាក់បានមករកឯងហើយម្នាក់នោះក៏គ្មានណាឆ្ងាយនោះទេគឺជាម៉ាសេរ៉ូនេះឯងបន្តមកនៅពេលដែលអ្នកទាំងពីរបានជួបគ្នានោះម៉ាសេរ៉ូគឺពិតជាឆ្ងល់មែនទែនតាក់ទងអំពីអត្តចរិតរបស់អ៊ីរ៉ាដោយសារតែនៅពេលនេះពិតជាសភាពខ្លាំងណាស់អ៊ីរ៉ានៅវិញក៏ចាប់ផ្ដើមធ្វើភ្ញាក់ភ្នែកប្រាប់ទៅកាន់ម៉ាសេរ៉ូហើយថានេះគ្រាន់តែជាការសម្ដែងរបស់នាងទេនៅក្នុងថ្នាក់អ៊ីរ៉ាបានកត់សម្គាល់ឃើញថាមើលរំថារបស់នាងនៅពេលនេះបានសម្លឹងមើលមកកាន់នាងដូច្នោះហើយក៏បាននាំម៉ាសេរ៉ូដើម្បីទៅកន្លែងស្ងាត់តែម្ដងបន្ទាប់ពីនាងទាំងពីរបានមកដល់កន្លែងស្ងាត់ហើយនោះអ៊ីរ៉ាបានធ្វើការសួរទៅកាន់ម៉ាសេរ៉ូថាមានការអីមែនបានមកជួបនាងម៉ាសេរ៉ូបានប្រាប់តែម្ដងប្រាប់ទៅកាន់អ៊ីរ៉ាឲ្យបានដឹងថានាងពិតជាប្រូរ៉ាន់ទៅកាន់អូប៊ីស៊ីមែនទែនពីព្រោះថានៅព្រឹកនេះគាត់មកយឺតខ្លាំងណាស់រហដងគឺតែតែឃើញមកលឿនរហូតគឺមិនដែលមកយឺតយ៉ាងម្ដងណានោះទេដូច្នោះនាងគិតថាប្រហែលជាគាត់ឈឺហើយបានជាគាត់មកយឺតយ៉ាងបែបនេះអ៊ីរ៉ាបានប្រាប់ទៅកាន់ម៉ាសេរ៉ូថាមូលហេតុដែលគាត់មកយឺតនឹងគឺមិនមែនដោយសារតែគាត់ឈឺនោះទេមូលហេតុដែលគាត់មកយឺតនៅថ្ងៃនេះដោយសារតែគាត់គឺរវល់តាក់ទងអំពីការងាររបស់គាត់ហ្នឹងណាបន្ទាប់ពីទទួលបានចម្លើយហើយនោះម៉ាសេរ៉ូបានសូមលាទៅកាន់អ៊ីរ៉ាដោយសារតែនៅពេលនេះថ្នាក់របស់នាងគឺត្រូវតែចូលរៀនទៅហើយនាងពិតជាអរគុណខ្លាំងណាស់ដោយសារតែអ៊ីរ៉ាបានចំណាយពេលនៅជាមួយនាងក្រោយមកទៀតស្អីឬក៏ការស្ថិតនៅអាហារថៃត្រង់យើងក៏បានគិតថាអូប៊ីស៊ីគឺកំពុងតែញ៉ាំអាហារថៃត្រង់តែម្នាក់ឯងភ្លាមៗដែរស្រាប់តែអ៊ីរ៉ានាងក៏បានបង្ហាញខ្លួនហើយក៏បានចូលទៅចិត្តជាមួយនឹងអូប៊ីស៊ីដើម្បីញ៉ាំអាហារថៃត្រង់ជាមួយគ្នាអញ្ចឹងណាអ៊ីរ៉ានៅពេលហ្នឹងគឺថែមទាំងចង់បញ្ចុកអាហារថៃត្រង់ឲ្យទៅកាន់អូប៊ីស៊ីផងដែរប៉ុន្តែអូប៊ីស៊ីក៏គាត់មិនញ៉ាំនោះទេហើយគាត់បានសួរទៅកាន់អ៊ីរ៉ាផងដែរតាក់ទងអំពីអត្តចរិតរបស់មនុស្សស្រីថាគាត់គឺមិនយល់នោះទេដោយសារតែម៉ាសេរ៉ូបានសារភាពស្នេហ៍មកកាន់គាត់ហើយគាត់ក៏ចង់រកពេលវេលាស័ក្តិសមដើម្បីប្រាប់ទៅកាន់នាងដែរក៏ប៉ុន្តែបើជាម៉ាសេរ៉ូគឺតែតែកិច្ចវេះអំពីគាត់ទៅវិញហើយនេះគឺទៅលើកទី1សម្រាប់គាត់ផងដែរនៅក្នុងមជ្ឈជីវិតហើយដែលមានមនុស្សស្រីម្នាក់ដែលបានសារភាពស្នេហ៍មកកាន់គាត់ដូច្នេះហើយបានជានៅពេលនេះគាត់បានសួរទៅកាន់ឯងនឹងឯងគ្រូឯងគឺមានដំណោះស្រាយជួយគាត់មានអីក៏ណាពេលហ្នឹងស្រាប់តែម៉ាសេរ៉ូគឺចាប់ផ្ដើមបញ្ចេញអត្តចរិតគឺប្រចាំទៅកាន់អូប៊ីស៊ីហើយថែមទាំងប្រាប់ទៅកាន់អូប៊ីស៊ីថាជាមនុស្សល្ងងទៀតបន្ទាប់ពីប្រាប់បានហ្នឹងហើយនាងក៏បានចាក់ចេញទៅធ្វើឲ្យសិស្សជាច្រើនបានសម្លឹងមើលទៅកាន់ពួកគេទាំងពីរនាក់ជាពិសេសគឺសម្លឹងមើលទៅកាន់អូប៊ីស៊ីតែម្ដងដែលគាត់ថាអូប៊ីស៊ីកំពុងតែមានស្នេហាជាមួយនឹងអ៊ីរ៉ាអញ្ចឹងទៅលក្ខណៈថាគូស្នេហ៍គេកំពុងតែឆ្លោះគ្នាទន្ទឹមមកដែរអ្នកគ្រូបានប្រកាសហៅទៅកាន់អូប៊ីស៊ីដើម្បីមកជួបជាមួយនឹងគាត់នៅកន្លែងក្រុមរក្សាទីសិននៅពេលដែលអូប៊ីស៊ីបានទៅដល់ហ្នឹងតាមពិតទៅអ្នកគ្រូគ្រាន់តែប្រកល់តាក់ទងអំពីការងាររបស់គាត់តែប៉ុណ្ណោះថាគាត់បានធ្វើរួចរាល់អស់ហើយដែលការងារដែលអូប៊ីស៊ីបានដាក់ឲ្យមកកាន់គាត់ធ្វើនឹងឯងអូប៊ីស៊ីបានស្ដីបន្ទោទៅកាន់អ្នកគ្រូនោះទេណាមួយអ្នកគ្រូគឺបានបញ្ចប់ការងាររបស់អ្នកគ្រូនោះគឺមុនថ្ងៃដែលគាត់កំណត់ទៅទៀតបន្ទាប់មកអូប៊ីស៊ីបានសុំលាអ្នកគ្រូដើម្បីត្រឡប់ទៅថ្នាក់របស់គាត់វិញដោយសារតែនៅពេលនេះគាត់គឺមានអារម្មណ៍ថាដូចជាគ្រុនក្តៅនៅពេលដែលលើដូច្នេះអ្នកគ្រូពិតជាបារម្ភទៅកាន់អូប៊ីស៊ីមែនទែនតែអូប៊ីស៊ីបានតបថាមិនអីនោះទេគាត់គឺអាចដើរត្រឡប់ទៅវិញបានហើយប៉ុន្តែជាស្ដាយគាត់ដើរទៅថ្នាក់មិនចង់កើតនោះទេពីព្រោះថានៅពេលនេះខួរក្បាលរបស់គាត់ពិតជាឈឺខ្លាំងណាស់ដោយសារតែនៅថ្ងៃនេះគាត់បានប្រើខួរក្បាលរបស់គាត់ក្នុងការគិតច្រើនពេកអូខេអ្នកទាំងអស់គ្នាសាច់រឿងរបស់យើងភាគទី7គឺការស្លែននៅត្រង់នឹងឯងហើយបើចង់ដឹងថាភាគបន្តទៅមុខទៀតវាទៅជាចំណាកុំភ្លេចតាមដានជាមួយមីងទាំងអស់គ្នាណាជាចុងក្រោយឲ្យមានតែពីជនពលតការអ្នកគ្នាតែប៉ុណ្ណោះឲ្យសំណាងល្អនៅក្នុងឆាជីវិនការធ្វើដំណើរទៅណាមកណាប្រកបដោយសុវត្ថិភាពជានិច្ចឥឡូវនេះឲ្យមានតែប្រឹងទេបាយបាយជួបគ្នាភ្លាមតបាយបាយ